សួស្តីបងប្អូនសុខទុក្ខយ៉ាងណាហើយបងប្អូនយើងហើយថ្ងៃនេះមានរឿងមួយបងប្អូនចង់រាយរាប់ប្រាប់ដល់បងប្អូនយើងទាំងអស់គ្នាហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលធ្លាប់តែតាមដានវីដេអូខ្ញុំកន្លងមកណាបងប្អូនហើយថ្ងៃនេះមានរឿងហួសចិត្តមួយចង់ប្រាប់ដល់បងប្អូនយើងហើយបើសិនជាបងប្អូនមិនទាន់ហួសពេលដូចខ្ញុំទេគឺបងប្អូនត្រូវមើលវីដេអូនេះចប់ណាបងប្អូនគឺខ្ញុំថាហួសពេលហើយបងប្អូនពេលវេលាវាលងទៅមុខផុតហើយយើងចង់បកក្រោយក៏វាពិបាកដែរណាបងប្អូនរឿងគឺរឿងទូចតាចទេបងប្អូនសម្រាប់បងប្អូនដែលគាត់អ្នកមានលុយច្រើនណាបងប្អូនតែសម្រាប់អ្នកដែលអត់ខ្សត់កដូចពួកខ្ញុំគឺថាវាលំបាកក្នុងរឿងនេះណាបងប្អូនហើយបងប្អូនផ្ទះយើងដែលយើងសាងសង់រួចហើយគឺវាស្រួលហើយបងប្អូនប៉ុន្តែដល់ពេលដែលរើរស់វិញគឺវាពិបាកណាបងប្អូនហើយបងប្អូនមើលទៅដំណាំនៅជុំវិញផ្ទះយើងគឺយើងដាំបានផលប៉ុណ្្នឹងហើយបងប្អូនថាសម័យមើលបើសិនជាបងប្អូនធ្វើខុសធ្វើផ្ទះខុសកន្លែងខុសដីរបស់ខ្លួនឯងណាបងប្អូនតើបងប្អូនមានអារម្មណ៍យ៉ាងណាឥឡូវគឺធ្លាក់ដល់រឿងខ្ញុំណាបងប្អូនតាមពីដើមមកគឺដីនេះគឺយើងទិញរួចគឺយើងហៅជំនាញដើម្បីមកវាស់វែងចុច GPS តាមប្លង់រៀងខ្លួនណាបងប្អូនប៉ុន្តែប្លង់នេះខ្ញុំជាអ្នកចុចមុនគេបងប្អូនហើយបងប្អូនយើងចិត្តខាងគាត់ចុចតាមក្រោយនិយាយរួមទៅគឺប្លង់នេះគឺចុចម្នាក់ម្ខាងណាបងប្អូនពេលដែលចុចម្នាក់ម្ខាងទៅគឺវាអត់ស្របគ្នាទេបងប្អូនពេលដែលខ្ញុំចុចមុនខ្ញុំហៅគេមកគឺមកហើយបងប្អូនប៉ុន្តែមិនមែនជាម្ចាស់បងប្អូនដោយសារអីគឺជីតាផងគាត់ណាបងប្អូនជីតាផងគាត់អះអាងថាដីហ្នឹងជាដីកម្មសិទ្ធិចៅរបស់គាត់មែនប៉ុន្តែក៏ដូចជាដីគាត់ដែរអញ្ចឹងហើយខ្ញុំហៅគាត់ឲ្យមកមើលបងប្អូនពេលដែលយើងចុចរួចរាល់ហើយយើងដឹងព្រមអស់ហើយពួកខ្ញុំចាប់ផ្ដើមសាងសង់ផ្ទះទៅបងប្អូនហើយផ្ទះបងប្អូនមួយគឺយើងមិនមែនធ្វើលឿនទេបងប្អូនផ្ទះថ្មគឺរត់ទៅយូរទៀតតែនេះផ្ទះឈើទេបងប្អូនខ្ញុំធ្វើចំណាយពេល10ថ្ងៃជាងបងប្អូនទម្រាំទៅធ្វើរួចណាហើយយើងជួលជាងដាច់ទេបងប្អូននៅផ្ទះទូចទេបងប្អូនប៉ុន្តែយើងតយ៉ាទៅមុខផងទៅខាងផងចឹងហើយវារៀងរិចធំហើយពេលទៅរួចទៅបងប្អូនគឺម្ចាស់ដីក្រោយគេមកសើរើគេចុចទៅគេថាយើងនឹងសាងសង់នៅក្នុងដីរបស់គេអញ្ចឹងណាបងប្អូនហើយគេតាពាក្យមិនដឹងកោះហៅខ្ញុំអញ្ចឹងបងប្អូនហើយគេឲ្យខ្ញុំធ្វើការរើផ្ទះជាមិនទាន់ព្រោះដីគេបញ្ញត្តិលក់អញ្ចឹងណាបងប្អូនហើយរឿងខ្លះគឺយើងអត់ចង់និយាយទេបងប្អូនគឺញាតចិត្តខាងគឺយើងអត់ចង់និយាយទេប៉ុន្តែវាពិបាកទទួលយកបងប្អូនហើយដីកាលពីមុនមកបងប្អូនដីខាងខ្ញុំនេះគឺធូរថ្លៃមែនទែនណាបងប្អូនគឺមហាត់ត្រឹមតែ700ទេបងប្អូនហើយដីខ្ញុំទិញនេះគឺមហាត់1000អ្នកដែលទិញមុនខ្ញុំទៀតគឺមហាត់តែ700ឬក៏500អីទេបងប្អូនតែខ្ញុំទិញមហាត់1000ហើយអ្នកក្រោយខ្ញុំទៀតហើយទិញថ្លៃហើយបងប្អូនតែអ្នកមុនគឺទិញថោកមែនទែនគឺមហាត់ត្រឹមតែ700អីទេណាបងប្អូនហើយដីដែលជាប់ខ្ញុំនេះគឺគាត់ទិញតាំងពីមហាត់700អីហ្នឹងឯងហើយខ្ញុំគិតថាបើសិនជាខ្ញុំធ្វើផ្ទះចូលដីគាត់មែនខ្ញុំសុំដូរដោះជាលុយបងប្អូនដោយសារតែយើងសាងសង់រួចហើយវាមិនងាយនឹងរើរស់ទេណាបងប្អូនហើយយើងតយ៉ាច្រើនទៅអ្នកតំណែងអញ្ចឹងទៅក៏ខ្ញុំចង់និយាយជាមួយគាត់ថាបើសិនជាខ្ញុំធ្វើចូលទេខ្ញុំចង់ដូរដោះជាលុយឲ្យគាត់អញ្ចឹងណាបងប្អូនឲ្យគាត់គិតទៅថា1ម៉ែត្រនឹងប្រមាណបងប្អូនខ្ញុំចូលដីគាត់ប្រហែលជា5ម៉ែត្រទេបងប្អូនប៉ុន្តែគាត់ហៅឡើងគឺ1ម៉ែត្រ1000ណាបងប្អូនខ្ញុំលើទៅ1ម៉ែត្រ1000គឺថាឆ្អែតចិត្តតែម្ដងបងប្អូនសម្រាប់យើងអ្នកក្រអ្នកអត់បងប្អូន1ម៉ែត្រត្រឹម100 200យើងថាថ្លៃបងប្អូនចុះ1ម៉ែត្រ1000បងប្អូនគិតមើលហើយដីតំបន់នេះបងប្អូនមើលទៅគឺថាស្ងាត់យកទៅគ្នាតែម្ដងបងប្អូនហើយលក់ដល់1ម៉ែត្រ1000ខ្ញុំមានលទ្ធភាពយកអត់បងប្អូនគឺញាតពិបាកដែរបងប្អូនហើយជំរើសចុងក្រោយគឺខ្ញុំមានតែរើរស់ទេបងប្អូនយើងរើតាក់មកចេញដើម្បីកិលផ្ទះចេញណាបងប្អូនហើយបងប្អូនបន្ទាប់ពីខ្ញុំកិលផ្ទះចេញហើយខ្ញុំសន្យានឹងបងប្អូនថាខ្ញុំប្រហែលជាលែងបាននៅផ្ទះនេះទៀតហើយបងប្អូនគឺមនុស្សដែលអត់យកយល់គ្នាគឺខ្ញុំអត់ចូលចិត្តទេបងប្អូនគឺខ្ញុំអត់សូវចេះនិយាយច្រើនអញ្ចឹងណាបងប្អូនតាមវីដេអូបងប្អូនថាជាឃើញស្ដាប់សម្លេងខ្ញុំនឹងគឺខ្ញុំចូលចិត្តនិយាយច្រើនតែការពិតធាតុពិតខ្ញុំគឺខ្ញុំអត់សូវចេះនិយាយច្រើនទេបងប្អូនតែមនុស្សណាដែលធ្វើខ្ញុំអត់ចិត្តគឺខ្ញុំអត់មាត់រោតែម្ដងណាបងប្អូនហើយអត់យូរទេបងប្អូនបើសិនជាខ្ញុំរុញផ្ទះរួចហើយហើយជាផ្ទះហ្នឹងខ្ញុំរុញរួចខ្ញុំទុកចោលហើយបងប្អូនគឺខ្ញុំទៅនៅកន្លែងថ្មីទៀតហើយបងប្អូនមើលទៅដំណាំដែលយើងខំដាំកន្លងមកណាបងប្អូនគឺច្រើនឆ្នាំហើយបងប្អូន2 3ឆ្នាំហើយគឺយើងដាំបានដុះដាលបានល្អប៉ុណ្ណឹងហើយគឺមិនងាយទេណាបងប្អូនដាំធ្វើការចាក់ទឹកថែរសាររហូតត្រឹមតែបានណាបងប្អូនហើយគេឲ្យយើងរើរស់ហើយដំណាំគឺនៅក្នុងដីគេទាំងអស់បងប្អូនហើយទៅទៀតបងប្អូននឹងឃើញបកគោព្រំហើយបងប្អូនគឺបកគោព្រំចំកណ្ដាលផ្ទះតែម្ដងបងប្អូនហើយខ្ញុំឆ្ងល់ដែរបងប្អូនពេលដែលខ្ញុំធ្វើរយៈពេល10ថ្ងៃជាងហើយអីក៏គេមិនមកសើរើបងប្អូនពេលដែលខ្ញុំធ្វើរួចហើយគឺគាត់មកសើរើគាត់ថាដីគាត់ដល់ត្រឹមហ្នឹងគឺថាឆ្អែតចិត្តតែម្ដងហើយបងប្អូនគឺញាតប្រភេទហ្នឹងគឺថាពិបាកក្នុងការរាប់រកណាបងប្អូនគឺនេះហើយបងប្អូនជាបកគោព្រំទេណាហើយបងប្អូនមើលទៅថាចំពាក់កណ្ដាលផ្ទះតែម្ដងហើយបងប្អូនហើយដំណាំយើងខំដាំកន្លងមកស្រោចទឹកមករហូតត្រឹមតែបានប៉ុណ្ណឹងណាបងប្អូនគឺប្រហែលជាលែងនៅបងប្អូនគឺខ្ញុំអស់ចិត្តមែនទេណាអស់ចិត្តត្រង់ថាសុំទិញដីគេថាលក់1ម៉ែត្រ1000គឺថាខ្ញុំឆ្អែតតែម្ដងណាបងប្អូនហើយដីនៅតាមនឹងបងប្អូនដឹងស្រាប់ហើយគឺថាស្ងាត់មែនទេបងប្អូនតែមានហាងឆេងឯណាដល់ទៅ1ម៉ែត្រ1000ណាបងប្អូនហើយវីដេអូនេះក៏សូមផ្ដាំផ្ញើទៅបងប្អូនយើងមុនធ្វើអីមួយគឺថាសម្រាប់ចិត្តឲ្យបានច្បាស់បងប្អូនកុំឲ្យខកជ្រុលដូចខ្ញុំអញ្ចឹងណាបងប្អូនហើយវីដេអូយើងក៏មានអីច្រើនដែរបងប្អូនមានតែប៉ុណ្្នឹងឯងជម្រាបលាបងប្អូនសុខសប្បាយ